បាទសូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅវីដេអូបន្តទៀតទាក់ទងទៅនឹងការប្រើប្រាស់នៃកម្មវិធី Microsoft PowerPoint 2024បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការបង្កើតនៅអឺ template បាទយើងធ្លាប់តែយក template របស់គេមកប្រើឥឡូវយើងធ្វើការបង្កើតជា template នៅក្នុងកម្មវិធី PowerPoint ដើម្បីយើងទុកប្រើថ្ងៃក្រោយនៅពេលយើង design ចប់អញ្ចឹងទៅបាទអញ្ចឹងជាដំបូងយើងបើកនៅកម្មវិធី PowerPoint ទាំងអស់គ្នាសិនមកបាទអញ្ចឹងបន្ទាប់ពីយើងបើកហើយយើងធ្វើការ design នៅ template ណាមួយដែលយើងអឺធ្វើជារបស់យើងមកបាទចុះឧទាហរណ៍ថាខ្ញុំទៅ design template មួយបាទឬយើងជាដាក់ background ឲ្យធម្មតាក៏បានអ្នកនរណាកុំឲ្យខាតពេកអញ្ចឹងខ្ញុំទៅប្រើប្រាស់នៅខ្ញុំទៅដាក់ background ហ្មងទៅបាទខ្ញុំដាក់ជាមួយនឹងរូបភាពដាក់ insert picture មកបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំយកជាទម្រង់នៃរូបភាពមួយនេះចុះបាទខ្ញុំ insert បាទហើយខ្ញុំធ្វើការដូរនៅ transparency បាទខ្ញុំនឹងធ្វើការបង្ហាញឲ្យអ្នកពីរបៀបនៃការប្រើប្រាស់ជាមួយនឹង background design background នៅពេលក្រោយបាទអញ្ចឹងខ្ញុំថា welcome to បាទ learning បាទ techno បាទអញ្ចឹងខ្ញុំដាក់ប៉ុណ្ណេះទៅអញ្ចឹងមានន័យថាខ្ញុំធ្វើការបង្កើតនៅ template ដែលយើងចុចនៅលើទីពាក្យ file បាទខ្ញុំយកពាក្យ save បាទខ្ញុំយកពាក្យ save មកបើសិនជាក្នុងករណីអ្នកនរធ្វើការបង្កើតនៅ template ដែលយើងយកជា blank presentation ដែលទៅមាន save ទៅបាន save បាទបងប្អូនអរគ្នាអាចចុចនៅកន្លែងពាក្យថា save នេះប៉ុន្តែបើសិនជាបងប្អូនមាននៅជាគំរូ slide បងប្អូនមានស្រាប់ហើយអញ្ចឹងបងប្អូនអត់ចាំបាច់យកកន្លែងពាក្យថា save ទេបើសិនជាយើង save ទៅលើ presentation របស់យើងបាទអញ្ចឹងយកកន្លែងពាក្យថា save as នេះមកបាទអញ្ចឹងខ្ញុំបញ្ជាក់ម្សិលទៀតបាទតកតងទៅនឹងការបង្កើតនៅ present blank សំដៅ template ហ្នឹងបើសិនជាបងប្អូនអរគ្នាធ្វើការបង្កើត10 slide វានឹងមាន10 slide បងប្អូនធ្វើការបង្កើតតែ1ឬក៏2បាទវានឹងមានតែ1ឬក៏2បាទដូចជាក់ស្ដែងនៅ template របស់គេ template ខ្លះយើងបើកមាន12 template ខ្លះមាន10ជាងទៅបាទអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំចាប់ផ្ដើមចុចនៅពាក្យនៅលើ tab file បន្តទៀតខ្ញុំយកពាក្យថា save បាទហើយខ្ញុំ browse មកអូខេណាបាទខ្ញុំ browse មកហើយបន្តមកទៀតបាទបងប្អូនទៅជ្រើសរើសយកកន្លែងពាក្យថា save as type នេះបាទចុះបងប្អូនយកកន្លែងពាក្យថាបាទ save as template បាទអញ្ចឹងវា PowerPoint template មកបាទអញ្ចឹងនៅពេលបងប្អូនយកជា PowerPoint template បងប្អូនមិនបាច់ចាំទៅរើសទីតាំងទុកផ្សេងទៀតទេណាបាទបងប្អូនគ្រាន់តែចុច save យកតែម្ដងមកឈ្មោះដែលយើងចង់ដាក់យើងអាចដូរទៅជា my template ឬក៏ជា template ឬក៏បែបនេះក៏បានបាទហើយចុច save បាទអញ្ចឹងនៅពេលដែលយើងបិទចោលទៅថ្ងៃក្រោយទៅយើងបើកមកប្រើវិញយើងបើកមកប្រើវិញអញ្ចឹងកាលពីវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនអរគ្នាអំពីរបៀបនៃការបើក blank presentation យកមកប្រើសំដៅបើក template របស់គេយកមកប្រើបាទអញ្ចឹងដោយឡែកថ្ងៃនេះយើងធ្វើការបង្កើតនៅ present template បាទនៅ template ហើយយើងធ្វើការបើកនៅ template របស់យើងដែលយើងបានបង្កើតថ្ងៃមុនយកមកប្រើវិញបាទអញ្ចឹងខ្ញុំចុចលើពាក្យ new សិនមកបាទអញ្ចឹងយើងចាប់ផ្ដើមទៅមើលនៅក្នុងកន្លែងនេះជាធម្មតាវាបែងចែកចេញជា2មួយជា Office បាទ Office នេះគឺជា default ជា template របស់វាដែលមានស្រាប់បាទនៅក្នុងកម្មវិធី PowerPoint ហ្នឹងទៅបាទអញ្ចឹងយើងទៅមើលតើ present template របស់យើងនៅកន្លែងណាអញ្ចឹងបងប្អូនមើលកន្លែង personal មកបាទយើងនឹងឃើញនៅបាទនៅ template របស់យើងដែលយើងបានបង្កើតថ្ងៃមុនបាទអញ្ចឹងយើងចុចមកហើយយើងចុចកន្លែងពាក្យថា create បាទអញ្ចឹងយើងនឹងទទួលបាននៅ template ដែលយើងបានធ្វើការពីមុនយកមកប្រើតទៀតបាទជាទម្រង់នៃPowerPoint ដែលយើងអាចយកមក edit ការបន្តទៀតបានទៅបាទអញ្ចឹងនេះគឺជារបៀបនៃការបង្កើតនៅ template ហើយនឹងរបៀបនៃការបើកនៅ template បើយើងយកមកប្រើបាទបងប្អូនគិតថាវីដេអូនឹងមានសារៈប្រយោជន៍បងប្អូនអរគ្នាអាចជួយចុច subscribe និងកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតឬក៏ជួយ share បន្ថែមទៀតបាទសូមអរគុណសូមជម្រាបលា